សួស្តីបងប្អូនអ្នកទាំងអស់គ្នាពេលនេះនៅក្នុងជីវិតគ្រាខ្លាចបំផុតគឺពេលណាប្រហែលជាពេលមាន notification លោតមកថាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកត្រូវបានលេចធ្លាយមែនទេរូបថតរាល់សន្លឹកដែលយើងបង្ហោះក្នុងអេកការបង់ប្រាក់ដោយកាតរដងប្រតិកម្មពេលជួបវិបត្តិទាំងអស់នេះគឺជាស្នាមជើង digital ទេតើបើថ្ងៃក្រោយវាលេចចេញជាស្តាងអីថ្ងៃនោះឯងធ្វើបែបនេះហើយណានោះតើធ្វើមិនដាច់ខ្លាចណាស់មែនទេនៅក្នុងគម្ពីរមានមនុស្សម្នាក់ដូចគ្នាបេះបិទ Stack Hezekiah ជា Stack ល្អជំងឺធ្ងន់រហូតចិត្តស្លាប់ព្រះជាម្ចាស់ព្យាបាលឲ្យជាដោយទីវិសុការរីករាយខ្លាំងណាស់ពេលសារាចរបាប៊ីឡូនមកអបអរសាទរគាត់ថាមកមើលចុះហើយបង្ហាក្លឹបទ្រព្យសម្បត្តិខ្លាំងអាវុធទាំងអស់មកអួតអាងពេញទំហឹងតែព្រះជាម្ចាស់បានចាត់ព្យាការីអេសាយមកពោលថាអ្វីដែលឯងអួតបង្ហាញឥឡូវនេះថ្ងៃក្រោយនឹងត្រូវគេយកទៅបាប៊ីឡូនទាំងអស់សូម្បីតែកូនចៅឯងក៏ត្រូវគេចាប់បានភ្ញាក់ផ្អើលមែនទេពីពងសាវតារអសត់20:17គ្រានោះដែលអួតអាងខ្លាចជាស្តាងសំខាន់សម្រាប់ការជំនុំជម្រះនាពេលអនាគតយើងក៏ដូចគ្នាលុយកាក់កិត្តិយសប្រវត្តិការងារចំនួនអ្នកតាមដានថ្ងៃក្រោយអាចខ្លាចជារបាយការណ៍ហានិភ័យអនាគតដែលបំផ្លាញយើងអ្វីដែលខ្លាចជាងនេះទៅទៀតគឺកំណត់ត្រាជីវិតយើងពោពេញដោយកំហុសអាត្មានិយមគ្រាខ្មាស់អៀនយកវាទៅជួបព្រះជាម្ចាស់ចប់ហើយតែមានដំណឹងល្អបំផុតព្រះយេស៊ូវបានមកហើយទ្រង់បានបង់ថ្លៃពេញលេញសម្រាប់អំពើបាបទាំងអស់និងកំណត់ត្រាខ្មាស់អៀនរបស់យើងបង្ហូរព្រះលោហិតនៅលើឈើឆ្កាងសុគតហើយរស់ឡើងវិញឈើឆ្កាងគឺជាកៅស៊ូលុបខ្លាំងបំផុតលើលោកភ្លាមនោះដែលជឿព្រះយេស៊ូវប្រវត្តិខ្មៅទាំងអស់ត្រូវបានលុបចេញពីឯកសារជំនុំជម្រះអ្វីដែលយើងបានប្រមូលពេញមួយជីវិតចុងក្រោយនឹងបាត់បង់ឬត្រូវគេយកទៅដូចជាទ្រព្យសម្បត្តិរបស់ហេសេគៀតែនៅក្នុងព្រះយេស៊ូវយើងទទួលបានមកតខុសគ្នាទាំងស្រុងទំនាក់ទំនងសម្របសម្រួលជាមួយព្រះបេះដូងកាន់តែដូចព្រះយេស៊ូវការឆ្លើយតបពោពេញដោយការដឹងគុណនិងសេចក្តីស្រឡាញ់សូម្បីនៅក្នុងទុក្ខលំបាកនោះគឺជាមរតកដែលមិនដែលរលាយបាត់បងប្អូនឲ្យថ្ងៃនេះសូមអញ្ជើញព្រះយេស៊ូវឲ្យធ្វើជាព្រះម្ចាស់នៃជីវិតយើងចុះទ្រង់នឹងលុបអតីតកាលឲ្យស្អាតហើយបំពេញទំព័រខាងមុខដោយកំណត់ត្រានៃជំនឿនិងសេចក្តីស្រឡាញ់ដែលភ្លឺចែងចាំងសូមជូនពរពីដួងចិត្តចម្ពោះដ៏ស្រស់បំព្រងបំផុតនៅក្នុងសៀវភៅជីវិតរបស់បងប្អូនកើតមានឡើង